វវវ័យតែក្តីស្នេហាច្រើនតែកើតឡើងជាផ្លែផ្កានៅលើភូមិឋានដែលជាទីកំណើតនិងជាទីកន្លែងដែលគេធំធាត់ឡើងជាច្រើនគ្នាដែលវិលត្រឡប់មកវិញហើយបានស្វែងរកឃើញនៃសុភមង្គលដ៏ពិតប្រាកដរដ្ឋអំណាចបងប្អូនញាតិមិត្តទាំងអស់ដែលបានផ្ដល់យើងខ្ញុំនៃទឹកចិត្តស្រឡាញ់រាប់អានប្រការទាំងនេះបាននាំមកនៃសុភមង្គលឲ្យរូបខ្ញុំក្នុងពេលនេះភរិយាដ៏ក្មេងៗទាំងនេះត្រូវទទួលអំរែកយ៉ាងធ្ងន់ធ្ងរក្នុងការធ្វើពលកម្មខ្លះដែលមិនសមហេតុសមផលមានតែបរិសុទ្ធជាប្តីទេដែលត្រូវឆាប់នឹកឃើញនៅប្រការអស់ទាំងនេះដូច្នេះហើយគ្មានកម្លាំងអ្វីអាចទប់ស្កាត់ដំណើរវិលត្រឡប់មករួមរស់ជួបជុំគ្រួសារគេបានឡើយគ្រួសារជាច្រើនដែលបានរួមរស់ជួបជុំគ្នាដោយសាររដ្ឋអំណាចបដិវត្តន៍ដែលមានមាគ៌ាដឹកនាំត្រឹមត្រូវនិងសន្តោសប្រណីគេបានរួមចំណែកជាច្រើនក្នុងការកសាងជីវភាពថ្មីបច្ចុប្បន្នរូបភាពសកម្មភាពនេះគឺសម្រាប់ភាពសុខដុមរមនានៃគ្រួសារទាំងឡាយស្ថិតក្នុងទិដ្ឋភាពនៃប្រទេសជាតិមួយដែលត្រូវទទួលរងភាពវិនាសកម្មដោយសារការសង្គ្រាមខបតំណាងមិនមែនកើតមានឡើងដោយមនុស្សគ្រប់រូបទេភាពមនោរម្យនៃគ្រួសារនៅតែស្ថិតក្នុងភាពក្រម៉ាក្រម៉ៃហើយរៀងរាល់ថ្ងៃភាពខ្វល់ខ្វាយនៅតែមានចំពោះគេដោយក្រមោលអន្ទើលតាមប្រានในประเทศកម្ពុជាមានកុមារកំព្រារាប់សែននាក់ប៉ុន្តែប្អូនៗទាំងនេះវិញ
ប្អូននៃមានឪពុកម្ដាយនៅឡើយដូចនេះមានតែទឹកស្នេហានិងការភ្ញាក់រលឹកដ៏ត្រឹមត្រូវរបស់ឪពុកទាំងឡាយដែលបានខំច្រឡំវង្វេងផ្លូវវិលត្រឡប់មកវិញទើបយើងលែងឃើញភាពខ្លោចសាររបស់ប្អូនទាំងនេះ